ខ្ញុំប្រកាសណាខ្ញុំបានក៏សូមជម្រាបជូនដំណឹងបុណ្យកសាងព្រះបដិមាព្រះសហាមេត្រីជាការឧទ្ទិសដល់ព្រះបារមីនៃមហានគរខ្មែរនិងជាទីសក្ការៈបូជាសម្រាប់អស់បងប្អូនអ្នកមានឧបនិស្ស័យព្រះញាតិចិត្តឆ្ងាយទាំងឡាយទាំងពួងដែលការកសាងព្រះសហាមេត្រីចេញពីថ្មម៉ាតដែលមានតម្លៃថ្លៃឬហៅថាជាថ្មម៉ាតពណ៌បៃតងដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ក្រៃលែងសម្រាប់បងប្អូនទាំងអស់គ្នាអាស្រ័យដោយបានជម្រាបខាងលើនេះសូមពុកម៉ែបងប្អូនព្រះញាតិចិត្តឆ្ងាយមិនថាទាំងក្នុងនិងក្រៅប្រទេសចូលរួមចាប់មគ្គផលកុសលផលបុណ្យតាមរយៈខ្ញុំបាទនឹងការកសាងព្រះបដិមាព្រះសហាមេត្រីនិងកសាងបង្ហើយនៅអាស្រមព្រះសហាមេត្រីបន្តនៅក្នុងឆ្នាំ2025នេះដើម្បីជាកុសលផលបុណ្យនិងអានិសង្សដ៏ធំធេងឆ្លងផុតគ្រូកាយគ្រូកម្មគ្រូវិបិនលោក4គ្រូទុកសោកដែលនឹងមកដល់ក្នុងកាលវេលាខាងមុខនេះព្រោះការកសាងព្រះបដិមាព្រះសហាមេត្រីជាអំណាចអានិសង្សបុណ្យដ៏ក្រៃលែងសម្រាប់កូនចៅទូទាំងប្រទេសនិងមហានគរខ្មែរដែលជាឱកាសក្នុងការបំពេញបុណ្យដ៏ក្រៃលែងនិងផ្សាយមេត្តាដល់សពសត្វទូទាំងផែនដីឧទ្ទិសកុសលផលបុណ្យដល់ញាតិទាំងឡាយសពទទីបងប្អូនអាចចូលរួមតាមរយៈលេខទូរស័ព្ទទាំង3ខ្សែរបស់ខ្ញុំបាន096 67 46 707 077 54 93 54 067 35 89 36និងតាមរយៈ QR code Acilida Real ហើយនឹង QR code ជាដុល្លារនិងតាមរយៈ ABA របស់ខ្ញុំបាទដែលដាក់នៅក្នុងវីដេអូនេះហើយខ្ញុំបាទក៏សូមជូនពរបងប្អូនឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនសម្រាប់ថ្ងៃនេះដែរខ្ញុំបាទនឹងមកអធិប្បាយរៀបរាប់អំពីទណ្ឌកម្មកាត់ទោសមនុស្សបែបមនុស្សដែលសាអាក្រក់ក្នុងសង្គមពិភពលោកព្រមទាំងចក្រវាលនៃភពផែនដីមួយនេះពោពេញទៅដោយអំពើបាបចិត្តអប្រិយទុរយុចិត្តមោហល់មោហៅមោបាំងមោបិទសេចក្តីលោភៈរបស់មនុស្សដែលកើតចេញមកប្រព្រឹត្តដោយសេចក្តីបាបពោពាសកលលោកនៃផែនដីរបស់យើងជាបន្តបន្ទាប់កើតមាននៅភ្លើងសង្គ្រាមចំបាំងនានាព្រមទាំងសេចក្តីទុក្ខទោសដែលផ្ដល់ផលមកត្រឡប់ទៅវិញទៅមកមិនចេះចប់មិនចេះហើយការកកើតឡើងអំពីរឿងរ៉ាវដែលមនុស្សបានធ្វើប្រព្រឹត្តសកម្មភាពរបស់ខ្លួនឯងនោះក៏នឹងបង្កើតទុក្ខទោសនិងគ្រោះមហន្តរាយជាច្រើនដល់ភពផែនដីមិនអាចនឹងជាផុតតែនរណានឹងអាចសង្គ្រោះភពផែនដីរបស់យើងឲ្យគេចផុតពីអំពើបាបនិងរឿងរ៉ាវមហន្តរាយទាំងអស់នេះព្រោះតែអំពើបាបទុក្ខទោសទាំងអស់នេះគឺជាទណ្ឌកម្មដែលមនុស្សកំពុងតែទាញខ្លួនឯងឲ្យធ្លាក់ចូលរណ្ដៅទុក្ខឥតមានស្រាកស្រានក្នុងពេលវេលាដែលដំណើរចេះតែដើរទៅមុខពេលវេលាផ្លាស់ប្ដូរកាន់តែលឿនផែនដីរបស់យើងក៏ផ្អែនប្ដូរកន្លងគោចរពីអរង្វិលរបស់ផែនដីពីចំណុចមួយទៅចំណុចមួយគៀករំកិលធ្វើឲ្យអ្វីៗគ្រប់យ៉ាងកាន់តែមានការប្រែប្រួលលើសដើមហើយវេលានេះនឹងបញ្ជាក់បានថាអ្វីគ្រប់យ៉ាងដែលមានការកកើតប្រព្រឹត្តទាំងល្អនិងអាក្រក់ក៏ហុចផលឲ្យមនុស្សផ្ទួនកើតឡើងជាបន្តបន្ទាប់ឥតស្រាកស្រាននោះទេអ្វីដែលមនុស្សត្រូវធ្វើគឺមានតែស្វែងរកសេចក្តីភ្ញាក់រលឹកកែដែលនាំខ្លួនឯងចេញពីអំពើបាបអំពើអាក្រក់ទាំងពួងវាងចាស់កុំឲ្យពិភពលោកនេះជួបទុក្ខសោកវេទនាកាន់តែខ្លាំងឡើងចាប់ពីពេលវេលានេះទៅដែរព្រះនៃចក្រវាលនិងអស់ទេវតាដែលកាន់ការច្បាប់និងដាក់ទុក្ខទោសដល់មនុស្សដែលប្រព្រឹត្តនៅអំពើបាបទណ្ឌកម្មដ៏ស័ក្តិសមចំពោះមនុស្សលោកទាំងអស់នោះដែលកើតនៅចិត្តបែបអំពើបាបម្យ៉ាងវិញទៀតរវិញ្ញាណអាក្រក់ទាំងឡាយដែលមានការបំផុសបំផុលបំពុះបំពុលចិត្តមនុស្សឲ្យកើតនៅសេចក្តីអាក្រក់កើតឡើងនោះនឹងត្រូវព្រះនៃអង្គទេវតាញាណប្រមូលអមនុស្សទាំងអស់នោះទៅកាត់ទោសទណ្ឌកម្មព្រមទាំងមនុស្សដែលមានមាចិត្តបែបនៅក្នុងខ្លួនបង្កើតនូវភាពចលាចលទូទាំងសកលលោកនោះនឹងបានដឹងនៅពេលខាងមុខអ្វីគ្រប់យ៉ាងជាហេតុដែលបញ្ជាក់ឲ្យមនុស្សបានដឹងបន្តិចម្ដងថាគ្មាននរណាអាចជៀសផុតពីគ្រោះមហន្តរាយដ៏ធំកើតឡើងបន្តនោះទេរាល់បុគ្គលឬមនុស្សអាក្រក់ណាស់ដែលសាងប្រព្រឹត្តនៅទង្វើដដែលមិនមានសេចក្តីភ្ញាក់រលឹកនោះទោសទណ្ឌកម្មកម្មពៀវេរានឹងហុចផលឲ្យបុគ្គលនោះទាំងនៅរស់និងក្លាយទៅជាវិញ្ញាណអមនុស្សឬស្លាប់អស់សង្ខារជាមនុស្សក៏ដោយនោះក៏នៅតែមានការកាត់ទោសបន្តបន្ទាប់យ៉ាងធ្ងន់ធ្ងរសម្បើមនេះជាវេរាកម្មរបស់មនុស្សម្នាក់ដែលត្រូវនៅមុខដល់ហើយអ្នកដែលសាងសិលភាវនាសច្ចៈទាំងត្រង់មានសេចក្តីបរិសុទ្ធរស់នៅដោយសេចក្តីស្ងប់សុខនោះនឹងបានទទួលនៅសេចក្តីល្អពរអំពីព្រះការសង្គ្រោះរបស់ទេវលោកឬឋានសួគ៌
ដែលមានអង្គយានទេវតាកូនចៅបុត្ររបស់ព្រះបុត្រីរបស់ព្រះលោកយើងមកប្រោះជាអ្នកសច្ចៈសច្ចាំងតូចធំដែលមានឫទ្ធិកម្លាំងមុនទេពចេញមកបង្ហាញផ្លូវតម្រង់មនុស្សទាំងអស់នោះឲ្យបានដឹងបានយល់ផុតទុកកម្មពីវេរាទាំងពួងភពផែនដីរបស់យើងពោពេញដោយអំពើបាបច្រើនជាងអំពើបន់អំពើជាកុសលដែលមនុស្សបានសាងដូច្នេះហើយមនុស្សជាងពាក់កណ្ដាលផែនដីនឹងត្រូវជំរុះចម្រាញ់បន្តិចម្ដងការរែងសម្អាតយកមនុស្សនៅតែមានការកកើតឡើងបន្តបន្ទាប់ពីគ្រោះហេតុផ្សេងដែលបណ្ដាលមកពីកម្មពីវេរាទុកទោសរបស់មនុស្សខ្លួនឯងញាណអង្គទេវតាអតិទេពទាំងឡាយគឺលោកនឹងសង្គ្រោះតែមនុស្សណាដែលមានសេចក្តីបន់សេចក្តីល្អនៅក្នុងខ្លួនប្រព្រឹត្តទៅតាមគន្លងលក្ខខណ្ឌរបស់ចក្រវាលនិងធម្មជាតិដែលព្រះអង្គបានតាក់តែងឡើងនោះចំណែកមនុស្សដែលទ្រោះសិលមានសេចក្តីអាក្រក់មិនភ្ញាក់រលឹកនោះនឹងត្រូវទទួលទុកទោសកម្មពីរបស់ខ្លួនទាំងក្នុងផែនដីនេះនឹងទៅជាតិខាងមុខក៏មិនអាចរួចខ្លួននោះដែរអ្វីនឹងជំរះបន្តបន្ទាប់ឲ្យបានស្អាតនៅក្នុងផែនដីរបស់យើងជំរុះនៅអំពើបាបអំពើអាក្រក់ឲ្យអស់ដើម្បីលាងសម្អាតផែនដីរបស់យើងភាពរង្គោះរង្គើរឿងរ៉ាវទុកសោកអាក្រក់ដែលកំពុងនឹងកើតឲ្យមនុស្សកំពុងតែជួបស្រែកបន់ព្រះសំពះទេវតាឲ្យជួយនេះគឺមិនមែនជាកំហុសរបស់ព្រះឬអង្គទេវតាណាមកដាក់ទោសមនុស្សទេប៉ុន្តែអំពើបាបសេចក្តីអាក្រក់របស់មនុស្សមុនទេដែលនឹងដាក់ទោសឲ្យមនុស្សមុនប៉ុន្តែការកាត់ទោសរបស់ព្រះនឹងទៅឯឋានខាងមុខឬជាតិខាងមុខបន្តបន្ទាប់ឬក្នុងផែនដីនេះតែម្ដងបើសិនជាមនុស្សទាំងអស់នោះតែបន្តបង្កភាពចលាចលឲ្យផែនដីនេះកាន់តែខ្លាំងអ្វីបានកត់ត្រាចាឈ្មោះជាចំណាំទាំងអង្គទូអង្គអ្នកមានឧបនិស្ស័យជាមនុស្សលោកក្តីជាអ្នកដែលយើងចោះមកវិធានខាងលើនិងខាងក្រោមសត្វតែត្រូវបានមានបញ្ជីដើម្បីចំណាំកត់ត្រាចាជំនុំជម្រះក្តីនៅក្នុងពេលខាងដោយមានញាណអង្គជាច្រើននឹងប្រជុំគ្នានៅក្នុងទីកន្លែងណាមួយហើយវៃនឹងក៏ក្រៅរឿងរ៉ាវទំនាយហេតុនៅក្នុងទឹកដីនៃមហានគរក៏ដូចជាសង្គមពិភពលោកក៏នឹងផ្ទុះឡើងជាបន្តបន្ទាប់ដែលមនុស្សមិនអាចនឹកស្មានដល់ទន្ទឹមនៅក្នុងពេលវេលានោះដែរការបន្លំរបស់ពពួកមាឬអ្នកដែលមកតំណែងខ្លួនជាតួអង្គព្រះឬអ្នកមានអានុភាពជួយសង្គ្រោះមនុស្សនោះក៏នៅតែកើតមានធ្វើឲ្យមនុស្សមានការភ័ន្តច្រឡំឬមិនអាចបែងចែកបានដូច្នេះហើយត្រូវតែបង្កើនកម្លាំងរិទ្ធរបស់តួអង្គអ្នកមានកុសលជាបុត្ររបស់ព្រះអ្នកដែលបានយល់ដឹងហេតុពិចារណាឃើញសេចក្តីទុក្ខឬរឿងរ៉ាវទំនាយផ្សេងនោះក៏ត្រូវតែខិតខំបំពេញសិលសាងបារមីញាណឲ្យខ្លាំងក្លាដើម្បីអាចមើលដឹងមើលយល់ឬបរិយាយពីហេតុផលបកស្រាយតម្រង់មនុស្សឲ្យបានច្រើនដើម្បីជួយអ្នកដែលមានឧបនិស្ស័យឬមនុស្សទុនសោជាច្រើនដែលត្រូវការឲ្យយើងជួយពេលវេលារបស់ផែនដីកាន់តែគៀកភាពចលាចលទំនាយរឿងហេតុក៏កាន់តែមានការច្របូកច្របល់ឡើងដូច្នេះហើយអំណាចកម្លាំងមាក៏កាន់តែពុះកញ្ជ្រោលផុសផលបញ្ជ្រាបចិត្តកាយរបស់មនុស្សឲ្យប្រព្រឹត្តអំពើខុសឆ្គងផ្សេងដើម្បីនឹងកំឡែបញ្ញាស្មារតីរបស់មនុស្សលោកជាច្រើនឲ្យខ្លាចអំណាចរបស់ពួកវាដូច្នេះហើយយើងត្រូវតែមានការទប់ស្កាត់និងរៀងការពារផ្លូវចិត្តគំនិតរបស់យើងកុំឲ្យមានការបញ្ជារបស់ពួកមាកើតឡើងដោយត្រូវតែរក្សាសិលប្រកាន់ភ្ជាប់នៅសេចក្តីសច្ចៈទៀងត្រង់ចេះពិចារណាហេតុនិងផលដែលកើតឡើងនៅក្នុងទឹកដីនៃឋានមនុស្សលោកនេះដោយក៏មិនដោយខ្លួនឯងឲ្យជឿនៅរឿងរ៉ាវផ្សេងដែលមិនមែនជាជំនឿពិតប្រាកដឬចាក់ផ្ទុយពីចក្រវាលភពដែលមិនមានការកកើតលើកឬព្រះពុទ្ធទ្រង់បានបង្រៀនព្រានប្រដៅឲ្យជឿអ្វីមួយនៅក្នុងការជឿដោយមានបញ្ញាកើតឡើងឬបញ្ញាញាណយល់ដឹងហេតុពិចារណាឃើញនោះផ្ទៃមេឃនិងផែនដីមានការប្រែប្រួលបង្ហាញរូបភាពផ្សេងឬជាប្រផ្នូលហេតុដើម្បីដាស់តឿនសតិមនុស្សដែលមានឧបនិស្ស័យហើយទំនាយដែលកកើតជារូបភាពឬរឿងរ៉ាវផ្សេងនៅលើអាកាសឬលើវេហេតុទាំងអស់នោះសុទ្ធសឹងតែជារឿងពិតដែលចក្រវាលបានបង្ហាញប្រាប់មនុស្សបើសិនជាយើងបានយល់នៅប្រផ្នូលហេតុទាំងអស់នោះដែលលោកបានបញ្ជាបណ្ដាលបង្ហាញមកហើយចូលមានការត្រៀមខ្លួននិងសេចក្តីប្រុងប្រយ័ត្នឲ្យកាន់តែខ្លាំងឡើងព្រោះមានតែការកសាងសិលភាវនាជានាវាមួយដែលនាំយើងឆ្ពោះចេញផុតពីសេចក្តីទុក្ខនិងបាបកម្មពីវេរាទាំងឡាយគ្រោះភ័យទាំងអស់នឹងកើតឡើងម្ដងមួយពីមួយឆ្នាំទៅមួយឆ្នាំគ្មាននរណានឹងអាចដឹងមុនថាវាកើតឡើងដោយរបៀបណាឬកើតឡើងនៅក្នុងពេលណាហើយសត្វលោកទាំងអស់នឹងទទួលគ្រោះភ័យបែបណានោះទេហេតុនេះហើយចូលមនុស្សគ្រប់អាត្មាក៏មករស់នៅដោយការភ្លេចខ្លួនត្រូវតែសន្សំចិត្តបន់ចិត្តជាកុសលនិងរក្សាសិលឲ្យបានជាប់ជួនសាងប្រព្រឹត្តតែសេចក្តីល្អធ្វើបន់ដាក់ទាននិងចែករំលែកនៃសេចក្តីល្អដែលបានមកពីបន្ទូលរបស់ព្រះពុទ្ធអង្គឬការសិក្សាអប់រំផ្លូវចិត្តរបស់ខ្លួនឲ្យបានខ្លាំងក្លាដើម្បីទប់ទល់នឹងមាដែលធំជាងគេនៅក្នុងខ្លួនរបស់យើងម្នាក់បន្ទាប់ពីមានសត្រូវអមនុស្សព្រះអាសលខាងក្រៅដែលចូលរករៀននិងបន្តសន្ធិដ្ឋនិមិត្តនៅក្នុងចិត្តរបស់យើងដើម្បីទាញយើងទៅរកសេចក្តីអាក្រក់
ការកសាងប្រព្រឹត្តអាក្រក់ហើយក៏ត្រូវបែងចែកអំពីកម្លាំងមាននិងកម្លាំងអកុសលនៅក្នុងខ្លួនរបស់យើងដែលផុសផលមកបង្កើននូវកុសលចិត្តឲ្យបាត់បង់មួយប្រព្រឹត្តភ្នែកគ្មាននរណាអាចជួយខ្លួនយើងក្រៅពីយើងនោះទេខ្លួនយើងនេះជាទីពឹងរលឹកដ៏ធំមួយដែលត្រូវតែជួយខ្លួនឯងបងវឹកខ្លួនឯងដាស់ស្ទានសតិស្មារតីខ្លួនឯងជានិច្ចដើម្បីកុំឲ្យលងលក់នៅក្នុងសុបិនដ៏អាក្រក់ឬចែកក្រវាលភពដែលពោពេញទៅដោយអំពើបែបនៅក្នុងវេលាខាងមុខនេះចូលទាញខ្លួនឯងមកចូលទាញខ្លួនឯងឲ្យដើរតាមផ្លូវត្រង់ឆ្ពោះទៅតាមមាគ៌ារបស់ចក្រវាលពិតចក្រវាលដែលបានតាក់តែងគ្រប់រឿងគ្រប់រ៉ាវទាំងអស់គឺកើតឡើងពីមនុស្សចម្បងសកម្មភាពរបស់មនុស្សទឹកចិត្តស្មារតីរបស់មនុស្សវង្វេងវង្វក់ប្រូឆ្លក់នឹងអំណាចលោភៈមនុស្សវង្វេងស្មារតីលែងដឹងថាអ្វីខុសអ្វីត្រូវក៏បន្តសកម្មភាពអាក្រក់ប្រៀបដូចជាការស្រូបទាញនូវចំហាយព្រៃអសល់ឬចំហាយខ្មៅទាំងអស់នោះមកពីពេញផ្ទៃបរិយាកាសបរមាណូនុយក្លេអ៊ែរអាវុធដែលបង្កនូវផលអាក្រក់ចំពោះសពសត្វនិងមនុស្សទាំងឡាយគួរឲ្យភ័យខ្លាចណាស់នៅពេលខាងមុខនេះចំហាយអាក្រក់ជាចំហាយអសល់ចំហាយនុយក្លេអ៊ែរចំហាយមេរោគរាតត្បាតជាច្រើននោះក៏នឹងបំភ័យបន្លាចដល់មនុស្សហើយមនុស្សទាំងឡាយនឹងទទួលរងវាគ្មាននរណានឹងអាចជៀសផុតនោះឡើយនេះជាការភ័យតក់ស្លុតឬជាការចម្លែកចិត្តមួយដែលមនុស្សមិនអាចនឹងប៉ាន់ស្មានបានថានឹងកើតឡើងនៅពេលណាហើយនឹងមានការច្របូកច្របល់នៅពេលណានោះឡើយបែបនេះហើយត្រូវតែមានការការពារការប្រុងប្រយ័ត្នរៀងៗខ្លួនពីមួយថ្ងៃទៅមួយថ្ងៃព្រោះអ្វីៗមិនដូចការគិតឬអ្វីមួយដែលមិនដូចមនុស្សគិតគ្មានអ្វីនឹងបានសុខសាន្តសេចក្តីសុខមនុស្សក៏មិនបានយូរអង្វែងអ្វីដែលមនុស្សអាចនឹងទីពឹងបានដូចជាវត្ថុខាងក្រៅនោះក៏មិនអាចសឹងនឹងជួយមនុស្សបានដែរព្រោះខាងក្រៅឬរបស់ខាងក្រៅនោះគឺគ្រាន់តែជាទីពំនាក់មួយរយៈសម្រាប់មនុស្សមានសេចក្តីសុខមួយពេលតែមនុស្សមិនបានការពារសេចក្តីសុខខាងក្នុងឬសេចក្តីសុខរបស់ខ្លួនឯងជានិច្ចនិរន្តរ៍បានទេផែនដីនេះពោពេញទៅដោយចិត្តបែបចិត្តនរុចិត្តអប្រ័យដែលមនុស្សកំពុងតែមានការប្រទែងប្រទង់គ្នាធ្វើសង្គ្រាមជាមួយគ្នាបំផ្លាញមនុស្សដូចគ្នាតែនរណានឹងជាអ្នកទទួលរងគឺមនុស្សដូចគ្នានឹងទទួលរងហើយកូនចៅជំនាន់ក្រោយនឹងមិនអាចយល់ថាផែនដីនេះត្រូវបំផ្លាញដោយរបៀបណាព្រោះតែហេតុនេះហើយទើបបណ្ដាលឲ្យចំហាយអសល់ឬចំហាយរបស់ពពួកមាដែលចក្រវាលបានបំផ្លាញឬទេវតាញញអង្គទាំងអស់កំពុងតែតាមកម្ចាត់នោះមានឱកាសអាចចូលរីកត្បាញនៅក្នុងផ្លូវចិត្តសន្តានចិត្តរបស់មនុស្សក៏កើតនៅរឿងរ៉ាវច្បុកច្បល់ដែលមនុស្សមិនអាចគិតដឹងឬប៉ាន់ស្មានបានថានឹងកើតឡើងខ្លាំងប៉ុណ្ណាមានតែមនុស្សខ្លួនឯងទេទើបអាចជាអ្នកទប់ស្កាត់ឬអាចទប់ទល់បានក្នុងពេលវេលាដ៏ចម្រូងចម្រាសរបស់ពិភពលោកជាឱកាសរបស់ពពួកមាចំហាយព្រៃទាំងឡាយកំពុងរីកត្បាញឬកំពុងសន្សំកម្លាំងរបស់ពួកវានៅពេលនោះហើយដែលមនុស្សទាំងអស់នឹងទទួលរងការភ័យខ្លាចនិងទទួលរងមហន្តរាយធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូលការពង្វក់របស់ចំហាយព្រៃចំហាយអសល់ពពួកមាចិត្តបែបទាំងអស់នោះគឺមិនបញ្ឈប់ព្រោះថាមជ្ឈតារបស់វាគឺចង់បំផ្លាញភពផែនដីបំផ្លាញទីឋានរបស់មនុស្សយកមនុស្សទាំងអស់ឲ្យខ្លាចជាអមនុស្សជាបរិវាររបស់ពួកវាទាញមនុស្សឲ្យកាន់តែអាក្រក់ឡើងហើយសេចក្តីបែបក៏កាន់តែកើតឡើងមិនចង់ឲ្យមនុស្សរកឃើញផ្លូវពិតផ្លូវនៃធម៌ផ្លូវដែលព្រះបានអប់រំចាត់ចែងឲ្យដើរតាមសេចក្តីល្អនោះឡើយបើសិនជាមនុស្សឈប់វិលវង្វេងដើរទៅតាមផ្លូវធម៌តាមផ្លូវមេគីរបស់ព្រះនោះអំណាចរបស់មានឹងកាន់តែចុះខ្សោយពួកវានឹងមិនអាចគ្រប់គ្រងពិភពលោកឬចក្រវាលទាំងមូលបានឡើយដូច្នេះហើយមានតែមនុស្សដែលបានដឹងយល់ភ្ញាក់រលឹកស្មារតីឧបនិស្ស័យពីនៃលោកមកចូលមកកាន់ភពផែនដីនោះទេទើបមានកម្លាំងរិទ្ធអាចបណ្ដាលនៅញាណជួយដាស់តឿនសតិគ្នាទៅវិញទៅមកឬបំភ្លឺឲ្យមនុស្សកាន់តែយល់ច្បាស់អំពីអំណាចរបស់មេដែលត្រូវយកឈ្នះដោយយកព្រះធម៌ជាទីពឹងព្រះពុទ្ធជាទីរលឹកសេចក្តីល្អបរិសុទ្ធនៅក្នុងខ្លួនឲ្យបានច្រើនសាងកុសលធម៌ដើម្បីបំផ្លាញចិត្តមាចិត្តបែបសេចក្តីអាក្រក់នោះចោលទាំងអស់ការរក្សាសុចរិតធម៌ការរក្សាសិលផ្លូវចិត្តដ៏បរិសុទ្ធជាចំហាយធម្មពលមិនឲ្យចំហាយព្រីចំហាយអសល់ទាំងអស់នោះមកបញ្ជ្រាបផ្លូវចិត្តរបស់មនុស្សបានឬចូលក្បែរខ្លួនរបស់គេបាននោះឡើយព្រោះធម្មពលព្រះមួយចំណែកធំគឺនឹងបញ្ចេញធម្មពលមកទប់ទល់ឬដាស់សតិរបស់បុគ្គលនោះឲ្យបានដល់ខ្លួននៅពេលដែលចំហាយព្រីបំរុងនឹងគ្រប់គ្រងផ្លូវចិត្តរបស់គេយើងត្រូវតែដឹងថានៅពេលខាងមុខពិភពលោករបស់យើងនឹងដើរដល់ចំណុចមួយដែលពិបាកទៅហើយវាគ្រប់យ៉ាងនៅត្រូវក្លាប់ចាក់កាន់តែខ្លាំងរហូតដល់ពេលមួយទើបអាចត្រឡប់មកទីដើមវិញចំហាយព្រះជាចំហាយដ៏ល្អបរិសុទ្ធនោះនឹងក្រដណ្ដប់ទីមនុស្សល្អៗដែលមានឧបនិស្ស័យយកមកឯមនុស្សដែលមានចិត្តបែបចិត្តអាក្រក់
នឹងត្រូវពពួកមីទាញយកទៅដូច្នេះការបែងចែករបស់ព្រះនិងមីនឹងត្រូវខណ្ឌចែកគ្នានៅពេលខាងមុខហើយអ្នកណាដែលមានចិត្តមីនឹងត្រូវទៅខាងមីអ្នកណាដែលមានចិត្តព្រះនឹងបែនជួបព្រះពន្លឺរបស់ព្រះឃើញពន្លឺព្រះយល់ដឹងលើរឿងរ៉ាវផ្សេងៗដែលកើតឡើងនៅក្នុងពេលខាងមុខឆាប់ៗ